ជាខេត្តសៀមរាបម្ដងបងប្រុសគឺជានិស្សិតដែលកំពុងតែសិក្សានៅឡើយទេរឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2023ថ្ងៃទី17ខែ2ម្ចាស់សាច់រឿងផ្ទាល់គាត់មានសំណុំសវ៉ាគាត់មានញាណទី6ដែលគាត់អាចប្រស្រ័យជាមួយនឹងអមនុស្សបានតាំងពីក្មេងអាយុ7ឆ្នាំគាត់អាចប្រស្រ័យបានតាមរយៈផ្លូវចិត្តរបស់គាត់និយាយក្នុងចិត្តអាចឆ្លើយឆ្លងមួយគេបានហើយចំណុចពិសេសមួយទៀតបើមិនអាចឆ្លើយឆ្លងនៅក្នុងចិត្តទេគាត់អាចឆ្លើយឆ្លងជាមួយគាត់នៅក្នុងសុបិនបានមានន័យថាអញ្ចឹងមានន័យថាបើសិនជាគាត់គេងយល់សពជួបអមនុស្សគាត់ដឹងខ្លួនឯងថាខ្លួនឯងកំពុងតែយល់សពគាត់អាចឆ្លើយឆ្លងដូចមនុស្សនិយាយធម្មតានៅក្នុងយល់សពហ្នឹងតែម្ដងនេះជាចំណុចពិសេសរបស់គាត់រឿងរ៉ាវមួយនេះបានកើតឡើងនៅពេលដែលគាត់បញ្ចប់ឆ្នាំទី4គាត់បញ្ចប់ឆ្នាំទី4ហើយគ្រូរបស់គាត់ឲ្យសម្រាក1ខែដើម្បីបន្តទៅឆ្នាំទី5អញ្ចឹងមានថ្ងៃមួយនៅពេលដែលគាត់កំពុងតែហាយអីវ៉ាន់របស់គាត់ចង់ដឹងថាតើឆ្នាំទី4ហ្នឹងគាត់ប្រើរបស់អីអស់ខ្លះហើយគាត់ខ្វះខាតអីគេខ្លះដើម្បីរៀបចំត្រៀមខ្លួនចូលឆ្នាំទី5អញ្ចឹងគាត់មើលអីវ៉ាន់ហើយគាត់ដឹងថាខ្វះខាតអីហើយត្រូវទិញអីហើយកំពុងតែមើលអីវ៉ាន់របស់គាត់នេះទូរស័ព្ទរបស់គាត់បានរោទឡើងមិត្តភ័ក្តិរបស់គាត់បានប្រាប់ថាតោះទៅដើរលេងហីបានមានពេលមួយខែដែរតាយើងទៅដើរលេងតិចទៅកាត់សាញដូចអញ្ចឹងណាគាត់ថាយោបល់ល្អតារៀង stress ដែររៀនអស់4ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំវាកាន់តែពិបាកទៅអញ្ចឹងហេតុអីយើងដើរលេងណោះមិត្តភ័ក្តិរបស់គាត់បានលើកយោបល់មួយថាអញ្ចឹងបើសិនជាចង់ទៅដើរលេងអញ្ចឹងហើយស្អែកយើងចាញ់ទៅសៀមរាបទៅគាត់ក៏ឮថាសៀមរាបហើយគាត់ចូលចិត្តផងគាត់ក៏យល់ព្រមដំណើរកម្សាន្តមួយនេះបានធ្វើឡើងរយៈពេល3យប់4ថ្ងៃស្អែកឡើងគាត់បានរៀបអីវ៉ាន់ហើយគាត់បានចេញតាំងពីព្រលឹមគាត់អត់ជិះលឿនទេគាត់ជិះធម្មតានិយាយគ្នាលេងប្រោកប្រាយពីនេះពីនោះអីចឹងគាត់បានជន់ទៅដល់ទីក្រុងទឹកដីទីក្រុងសៀមរាបនៅម៉ោងប្រហែលជា2គាត់ជិះដំណើរធ្វើដំណើរតម្រង់ទៅប្រាសាទបាយ័នតែម្ដងដើម្បីរកអីញ៉ាំប្រហែលជាគាត់មានម៉ួយតូបអីចឹងណានៅម្ដុំប្រាសាទហ្នឹងគាត់ជិះតាមផ្លូវចូលប្រាសាទគាត់ឃើញអូតែលច្រើនមែនទែនបញ្ជាក់គាត់មិនទាន់បានកក់អូតែលមិនមានអ្នកណាម្នាក់នៅក្នុងឡានបានកក់អូតែលនៅឡើយទេចឹងហើយគាត់គិតថាយើងដើរលេងឲ្យហើយទៅចាំយើងដើររកអូតែលគាត់ជិះតាមផ្លូវហ្នឹងគាត់បានឃើញអូតែលច្រើនមែនទែន5 6អូតែលនៅតាមបណ្ដោយផ្លូវហ្នឹងបងប្អូនដែលទៅលេងគោវត្តទៅលេងសៀមរាបបងប្អូនដឹងហើយនៅតាមផ្លូវទៅប្រាសាទហ្នឹងគឺសិតតែអូតែលប៊ូទិកសិតតែផ្ទះសំណាក់ច្រើនមែនទែនច្រើនគាត់គិតថាអត់អីចាំតាមក្រោយមិនបាច់តន់ចូលរកអូតែលតន់ចូល check in ទេក្រោយពីគាត់បានញ៉ាំអីហើយគាត់ក៏ណាត់ប្រាប់ពួកម៉ាក់ជុំគ្នាណាឯកភាពជុំគ្នាថាយើងរកកន្លែងណាមលុបតិចទៅចង់រឹងអីចឹងទៅសម្រាប់បានបន្តិចទៅចាំយើងធ្វើដំណើរតទៀតគាត់ជិះទៅដល់ប្រាសាទអង្គរវត្តវិញនៅពេលដែលគាត់បកមកប្រាសាទអង្គរវត្តគាត់ក៏បានរកទីតាំងមួយសម្រាប់ចងរឹងមានដើមឈើធំពីរចងរឹងសម្រាប់ហើយនិយាយគ្នាហើយលេងហើយនិយាយគ្នាប្រោកប្រាជ្ញសម្រាប់ឆ្អែតឆ្អន់ហើយរៀងធ្លាក់រសៀលប្រហែលជាម៉ោង6 7គាត់ក៏បកចេញមកវិញដើម្បីស្វែងរកអូតែលហេតុការណ៍ទី1បានកើតឡើងហេតុការណ៍ទី1គឺនៅពេលដែលគាត់បកចេញមកវិញអូតែលមួយក៏គាត់រកអត់បានដែរមិនមែនមានន័យថាគាត់រកអត់បានដោយសារគេពេញទេប៉ុន្តែសូម្បីតែអូតែលមួយក៏គាត់មិនប្រទះភ្នែកឃើញដែរចម្លែកមែនតើគាត់ពាក្យសារមួយមិត្តភក្តិរបស់គាត់ថាចុំមិញជិះមកមាន5 6អូតែលនោះហើយឥឡូវមិនក៏អត់ឃើញអញ្ចឹងម្នាក់អត់មានចម្លើយទេណាគេក៏គឺអត់ឃើញអូតែលដែររហូតដល់គាត់ជិះតាមផ្លូវហ្នឹងតែរហូតគាត់ក៏ចុច Google Map គាត់ចុច Google Map សម្រាប់ចាត់ថាស្វែងរកអូតែលតាម Google Map គាត់បានឃើញអូតែលមួយដែលនៅជិតគាត់នៅក្នុង Google Map មួយហ្នឹងគាត់ពិភាក្សាគ្នាថានៅនេះឃើញអូតែលមួយយើងទៅគេងនៅហ្នឹងហីពួកគាត់ក៏សម្រេចចិត្តថាយើងយប់ដែរកុំឲ្យខាតពេលអញ្ចឹងយើងទៅគេងនៅក្នុងទៅជិះពីលើផ្លូវធំបត់ចូលទៅខាងឆ្វេងដៃមានផ្លូវលំមួយប្រហែលទំហំ8 ម៉ែត្រទៅ10 ម៉ែត្រដែលអាចគេចឡាន2បានជិះចូលទៅជម្រៅប្រហែលជា80 ម៉ែត្រនៅខាងស្ដាំដៃគឺមានអូតែលដែលធ្វើមកតាមបែបផែនបុរាណលាយសម័យជិះចូលខ្លោងទ្វារគាត់អត់ជិះលឿនទេគាត់ជិះត្រេះនៅខាងឆ្វេងដៃជាប់របងមានដើមឈើបុរាណធំមួយនៅពីក្រោមដើមឈើហ្នឹង
គឺមានព្រះភូមិមួយដែលធ្វើមកពីឈើតាន់គាត់ថាឈើតាន់តែរៀងចាស់ដែរហើយគាត់ជិះឃើញកំប៉ុងជើងធូបនៅប្រភូមិហ្នឹងគឺសំណល់ជើងធូបច្រើនមែនតើដែលកោគ្នាគាត់ព្យាយាមសម្លឹងទៅក្នុងព្រះភូមិរូបសំណាកមួយក៏អត់មានដែរដែលគាត់ឆ្ងល់ថាអញ្ចេះមិនក៏អត់មានរូបសំណាកនៅក្នុងប្រភូមិអញ្ចឹងបើអត់មានរូបសំណាកនៅក្នុងប្រភូមិហ្នឹងគេសែនឲ្យគេសែនឲ្យណាគេឲ្យធូបថ្វាយណាគេគាត់អត់គិតច្រើនទេបន្តតណាជិះទៅដល់ទីធ្លាពីមុខអូតែលគឺធំខ្លាំងមែនតើចម្លែកត្រង់ថាគាត់ឥឡូវនេះម៉ោង8 9 យប់10យប់ហើយមិនក៏អត់មានសំបីតែឡានឬក៏ម៉ូតូមួយអត់គិតច្រើនព្រោះរៀងយប់ដែរហើយគាត់ខ្ជិលជិះដើររហូតដែរគាត់នាំគ្នាចុះទៅខាងក្រោមចូលទៅក្នុងអូតែលដើម្បីជួបជាមួយនឹងអ្នកទទួលភ្ញៀវសួរតម្លៃមើលបន្ទប់អីយ៉ាងចឹងទៅបញ្ជាក់អគារទាំងមូលមានកម្ពស់10ជាន់ចឹងនៅពេលដែលគាត់ចូលទៅដល់គាត់អត់បានជួបសំបីតែម្នាក់សន្តិសុខក៏អត់ឃើញទៀតគាត់គិតថាប្រហែលជាអូតែលទាំងមូលអត់ទាន់រើសសន្តិសុខបានចឹងនៅពេលដែលគាត់ចូលទៅដល់គាត់អត់ឃើញអ្នកទទួលភ្ញៀវគាត់ក៏សម្រេចចិត្តអង្គុយនៅសាឡុងទទួលភ្ញៀវអង្គុយបានបន្តិចស្រាប់តែមានបុគ្គលិកស្រីមួយដែលស្លៀកពាក់ជាឯកសណ្ឋានបុគ្គលិកតែម្ដងបុគ្គលិកទូភ្ញៀវចេញមករាក់ទាក់អូបងមកដល់អញ្ជើញមកដល់ស្នាក់នៅប្រហែលអីចឹងទៅគាត់បានស៊ើបសួរតម្លៃហើយអស់ហើយស្ដាប់ទៅតម្លៃល្អដែរតាយប់ហើយយើងគេងនៅហ្នឹងទៅសោបន្ទប់ដែលហុចឲ្យគឺមានផ្លាកលេខ511ដែលស្ថិតនៅជាន់ទី5តែម្ដងអញ្ចឹងសណ្ឋាគារមួយចំនួនគេចោលជាន់ទី4ចឹងជាន់ទី4លេខ500អីចឹងទៅប៉ុន្តែសណ្ឋាគារនេះអត់មានចោលសូម្បីតែមួយជាន់ចឹងជាន់ទី5គឺជាន់លេខ511គាត់បានធ្វើដំណើរទៅជាមួយនឹងអ្នកទទួលភ្ញៀវនឹងឡើងទៅដល់ជាន់ទី5នេះគឺជាហេតុការណ៍ទី2ដែលបានជួបអគារទាំងមូលនៅពេលដែលគាត់ទៅដល់ជាន់ទី5បន្ទប់របស់គាត់នៅចុងម្ខាងនៃអគារមានប្អួយមួយនៅចុងម្ខាងទៀតមានប្អួយមួយទៀតនៅពេលដែលគាត់ដើរទៅដល់មានសភាពស្ងាត់ជ្រាបតែម្ដងដែលគាត់អាចឮខ្យល់ដង្ហើមដករបស់មិត្តភ័ក្តិរបស់គាត់ទាំងអស់ឮសូរឮសូរខ្យល់ដកដង្ហើមហ្នឹងគឺនៅជុំវិញខ្លួនគាត់គឺស្ងាត់ពេកស្ងាត់រហូតដល់ឮខ្យល់ណាហើយនៅខាងស្នាមដៃរបស់គាត់គឺមានឮសលេងដើមឈើបោកជាមួយនឹងខ្យល់អីចឹងទៅអូយសាយរឿងឆ្ងាញ់ណាអញ្ចឹងនៅពេលដែលគាត់ដើរចូលដើរតម្រង់ទៅបន្ទប់511ជាទម្លាប់របស់គាត់គឺគាត់គោះទ្វារ3ដងមុននឹងបើកចូលគាត់រៀបដៃនឹងគោះទ្វារអីវ៉ាន់ដែលគាត់កាន់នៅដៃបានឈូសដល់អត់ដឹងហេតុគាត់ឃើញឈូសចឹងគាត់ក៏អោនទៅរើសអីវ៉ាន់របស់គាត់ដើម្បីដាក់ចូលថង់វិញនៅពេលដែលគាត់ឲ្យមកអោនរើសនេះមិត្តភ័ក្តិរបស់គាត់បានចាក់សោចូលបាត់ហើយគាត់ដឹងថាអូយឺតពេលហើយព្រោះគាត់គួរទ្វារ3ដងដើម្បីប្រាប់ម្ចាស់បន្ទប់បើសិនជាមានថាគាត់សុំមកស្នាក់នៅអញ្ចឹងនៅពេលដែលគាត់ដឹងថាហួសពេលហើយគាត់ដើរចូលគាត់មានសភាពគេថាមានអារម្មណ៍ថាត្រជាក់សេបខែធំ2អមដោយតុកកដាលតុកដាក់អីវ៉ាន់នៅចន្លោះខែ2ធំហ្នឹងគឺតុកធំមួយទៀតសម្រាប់ដាក់អីវ៉ាន់ចម្លែកបងប្អូនត្រូវទេធម្មតាតុកនៅកដាលខែចន្លោះខែគេអត់ដែរប្រើតុកធំទេប៉ុន្តែតុកហ្នឹងគឺតុកធំមែនទែនដាក់នៅចំកដាលខែហ្នឹងតែម្ដងនៅមាត់ទ្វារគឺមានកៅអីឈើបុរាណមួយក្បាច់ខ្មែរដាក់នៅកន្លែងហ្នឹងចឹងគាត់អត់បានគិតច្រើនគាត់ក៏បានសម្រាកដោយសារតែគ្នារបស់គាត់មាន4នាក់បន្ទប់ទឹកមានតែមួយគាត់ក៏ដាក់វេនគ្នាមួយទឹកមិត្តភ័ក្តិរបស់គាត់ទី1បានចូលទៅដល់កន្លែងបន្ទប់ទឹកហ្នឹងគាត់ក៏អង្គុយចុចទូរស័ព្ទអ្នកដទៃនឹងអង្គុយចុចទូរស័ព្ទណាពងអង្គុយចុចទូរស័ព្ទអញ្ចឹងឮសំឡេងបងប្រុសដែលកំពុងតែមុជទឹកនោះស្រែកចេញពីបន្ទប់ទឹកចាំមកផ្លែតមើលហើយលើយនៅពេលដែលអញ្ចឹងពួកគាត់បានមើលមុខគ្នាថាហើយវាស្អីអីគេវាអញ្ចឹងណានៅពេលដែលបងប្រុសគាត់បានមុជទឹកហើយគាត់បើកទ្វារចេញមកវិញគាត់ថាហើយណាគេគោះទ្វារប្រាប់ឲ្យតាថាហើយលើយចាំមកផ្លែតមើលពួកគាត់រៀងស្រឡាំងកាំងគាត់ក៏ប្រាប់គ្នាទេអត់បានទេមានណាគេស្រែកហៅមិត្តភ័ក្តិរបស់គាត់ដែលបានចូលទៅមុជទឹកហ្នឹងក៏ប្រាប់ថាប្រហែលគាត់ស្ដាប់ច្រឡំហើយ
Chẳng giúpឡើងgiúpទី1ហេតុការបន្ទាប់ក៏បានកើតឡើងហេតុការនោះគឺប្រហែលជាម៉ោង1យប់ដែលគាត់គេងមិនទាន់លក់ទើបតែដាក់ខ្លួនគេងគ្រប់គ្នាហ្នឹងស្រាប់តែឮសំឡេងគោះទ្វារតុកតុកតុកគាត់ឮសំឡេងអញ្ចឹងគាត់ដើរទៅមើលទ្វារមើលតាមក្រោមអត់មានស្មៅជើងមនុស្សទេហើយគាត់មើលតាមភ្នែកឆ្មានៅដៃនៅទ្វារហ្នឹងស្លឹងមើលអត់មានមនុស្សដូចគ្នាអញ្ចឹងសំណួរសួរថាសំឡេងហ្នឹងអ្នកណាអ្នកគោះគាត់អត់គិតច្រើនទេគាត់ថាទោះមាននឹងអីក៏ដោយគាត់ខ្ជិលគិតថាគាត់ទៅគេងវិញនៅពេលដែលគាត់គេងដាក់ខ្លួនមិនបាន1នាទីផងសំឡេងបន្ទាប់បានកើតឡើងសំឡេងដែលគាត់ឮគឺសំឡេងមនុស្សមួទ្វារចាក់របៀបអញ្ចឹងអូយព្រឺខ្លាំងមែនតើគាត់ឮអញ្ចឹងគាត់ស្ទុះទៅមើលអឺតមើលអត់ឃើញជើងមនុស្សនៅពីក្រោមហ្នឹងទេអត់មានសម្ោជើងមនុស្សនៅក្រោមទ្វារហ្នឹងហ្មងអញ្ចឹងគាត់ស្ទុះទៅមើលផ្នែកឆ្មាទៀតអត់មានមនុស្សដដែលអត់មានមនុស្សដដែលប៉ុន្តែអ្វីដែលគាត់សង្កេតឃើញគឺនៅពេលដែលគាត់មើលតាមភ្នែកឆ្មាហ្នឹងណាដៃទ្វារនៅអូយសាហាវមែនតើហ្មងណាអញ្ចឹងសួរថាចេះបើសិនជាយើងថាមើលតាមភ្នែកឆ្មាអាដៃទ្វារនឹងអង្គើថាមនុស្សអោនណាអោនកិច្ចណាដើម្បីអង្គើដៃហ្នឹងណាប៉ុន្តែនៅក្រោមហ្នឹងអត់មានសមោលផងហ្នឹងអញ្ចឹងណាគេអ្នកធ្វើណាគេអ្នកមួដៃទ្វារហ្នឹងគាត់គិតរឿងពីរយ៉ាងបើមិនចោលក៏ខ្មោចដែរមានតែពីររឿងហ្នឹងឯងគាត់ស្ទុះឡើងមកលើខែវិញហើយគាត់សូត្រធម៌ដែលគាត់ចេះសូត្របល័យដែលគាត់ចេះដែលមានអត្ថន័យបែបនេះពុទ្ធោមេសារណੰធម្មោមេសារណੰសង្ឃោមេសារណੰដែលគាត់ដាក់ពាក្យសម្រាយឲ្យខ្ញុំទៀតមានន័យថាចេះព្រះពុទ្ធជាទីពឹងរបស់ខ្ញុំព្រះធម៌ជាទីពឹងរបស់ខ្ញុំព្រះសង្ឃជាទីពឹងរបស់ខ្ញុំរហូតដល់គាត់គេងលក់ស្អែកឡើងជាថ្ងៃទី2គាត់បានគិតក្នុងចិត្តហើយគាត់ប្រាប់ថាចេះបើសិនជាមានអមនុស្សមែនខ្ញុំសុំសុខសុំនៅ3យប់នឹងឲ្យបានសុខកុំឲ្យមានរឿងងាវអីកើតឡើងជាមួយខ្ញុំស្អែកឡើងគាត់អត់មានបានប្រាប់មិត្តភ័ក្តិអីទាំងអស់ហើយពួកគាត់ក៏បានចេញដំណើរធ្វើដំណើរទៅដើរលេងអីចឹងនៅក្នុងទីក្រុងសៀមរាបនៅតាមបណ្ដាប្រាសាទនៅតាមអីចឹងទៅដើរលេងញ៉ាំអីហើយយប់ឡើងគាត់ក៏ត្រឡប់មកអូតែលវិញនៅពេលដែលគាត់ត្រឡប់មកអូតែលនេះម្នាក់រៀងអស់កម្លាំងដើរលេងហើយឆ្អែតឆ្អន់ហើយពួកគាត់ក៏ឆាប់ចូលគេងនៅពេលដែលចូលគេងដាក់ខ្លួនដល់ខែគេងបិទភ្នែកសង្ងំគេងមិនទាន់លក់គាត់បានឮមនុស្សច្រើនមែនតើមនុស្សច្រើនមែនតើនៅក្រៅបន្ទប់មនុស្សច្រើនមែនតើកំពុងតែហូរយំរបៀបវេទនាយំឮសូរអូយជួយខ្ញុំផងជួយខ្ញុំផងនេះគឺជាសំឡេងដែលគាត់ឮជួយខ្ញុំផងអូយជួយខ្ញុំផងហើយស្រាប់តែមានសំឡេងមួយមកសព្ទតិចជួយខ្ញុំផងមួយម៉ាត់ហ្នឹងអញ្ចឹងហើយនៅពេលដែលគាត់បានឮសំឡេងហ្នឹងគាត់ដឹងច្បាស់ហើយថាប្រកាសជាមានអាមនុស្សគាត់បានទាញកាសយកមកស្ដាប់ចម្រៀងរហូតដល់គាត់គេងលក់ថ្ងៃទី3ជាថ្ងៃចុងក្រោយនៅក្នុងខេត្តសៀមរាបនៅក្នុងទីក្រុងសៀមរាបដែលថ្ងៃស្អែកឡើងគាត់ត្រូវឡើងមកពេញវិញហើយអញ្ចឹងថ្ងៃហ្នឹងគាត់អត់បានដើរលេងអីច្រើនទេគាត់បញ្ញាប់ចូលមកអូតែលវិញគាត់បញ្ញាប់ចូលមកអូតែលវិញប្រហែលជាម៉ោង6 7យកគាត់បញ្ញាប់ចូលមកអូតែលដើម្បីសម្រាកដើម្បីយកកម្លាំងធ្វើដំណើរនៅថ្ងៃស្អែកឡើងអាងចេញទៅភ្នំពេញវិញនៅពេលដែលគាត់ទៅដល់អូតែលម្នាក់មួយទឹកអីហើយក៏បបួលគ្នាថាទុំតារៀងប្រលប់ដែរហ្នឹងអញ្ចឹងយើងលេងហ្គេមអញ្ចឹងម្នាក់ក៏លេង Mobile Legend អញ្ចឹងទៅ Walk អីអញ្ចឹងទៅស្រេចហើយបន្ទាប់មកលេង Free Fire អញ្ចឹងទៅហ្នឹងហើយដែលគាត់ប្រាប់ខ្ញុំថាហ្គេមដែលគាត់លេងរហូតដល់ម៉ោង10យប់ដោយសារតែគាត់ចូលមកដល់តែហ្នឹងគាត់អត់ទាន់បានញ៉ាំអីទេអញ្ចឹងលេងរហូតដល់10យប់គាត់ក៏គិតថាដូចរៀងឃ្លានតោះយើងកំងអីញ៉ាំអីអញ្ចឹងមិត្តភ័ក្តិរបស់គាត់ទាំងអស់ក៏ឯកភាពហើយពួកគាត់បានកំងទៅតាម app មួយចម្លែកថងតាំងចេះនៅពេលដែលថេរវេលាមួយដែលអ្នកដឹកជញ្ជូនអាហារហ្នឹងមកដល់គាត់ឃើញនៅក្នុង map របស់គាត់ឃើញអ្នកជិះហ្នឹងជិះទៅមកនៅលើផ្លូវហ្នឹងណាដើរ map ច្បាស់ថាកន្លែងហ្នឹងតែឃើញរូបទីតាំងហ្នឹងលោតទៅវិញទៅមករហូតដល់ទូរស័ព្ទមួយបានរកឡើងនោះគឺជាអ្នកដឹកជញ្ជូនគាត់បានទទួលទូរស័ព្ទហ្នឹងហើយគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ប្រាប់ថាអត់អីទេចាំនៅហ្នឹងចាំខ្ញុំចោះទៅយក
គាត់បានចោះពីអ្នកមិត្តភក្តិគាត់ទៅយកមកហូបមួយនឹងនៅពេលដែលគាត់ចោះអញ្ចឹងគាត់បានទទួលទូរស័ព្ទហើយគាត់នឹងចោះទៅយកមកហូបរបស់គាត់អញ្ចឹងនៅពេលដែលគាត់ចោះទៅជាមួយមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងនេះគឺជាហេតុការណ៍យប់មួយហ្នឹងគឺជាហេតុការណ៍ដែលសាហាវបំផុតណាដែលរឿងកុនវាមិនអាចប្រៀបប្រដូចបើសិនជាបងប្អូននៅហេតុការណ៍អញ្ចឹងនេះជាអ្វីដែលគាត់បានដឹងហើយនឹងបានឃើញហើយនឹងជួបប្រទះជាបទពិសោធន៍ពិតនៅពេលដែលគាត់ចោះទៅ2នាក់ហ្នឹងគាត់សង្កេតឃើញថាអាគារទាំងមូលគឺស្ងាត់មែនតើស្ងាត់មែនតើសម្រាប់គាត់តែម្ដងគឺគាត់មានអារម្មណ៍ថាមានភ្នែកច្រើនមែនតើកំពុងតែសម្លឹងមើលគាត់ដើរចុះមិនឃើញសំបីតែរីសេពដើរចេញទៅខាងក្រៅអាគារគាត់ឃើញមានតែស្លឹកឈើជ្រុះសំបីតែសន្តិសុខក៏មិនមានអ្នកទទួលភ្ញៀវបាត់ទៅណាអស់គាត់ដើរចេញក្រៅរបងប្រហែលជា40ម៉ែត្រតាមបណ្ដោយផ្លូវលំហ្នឹងគាត់ក៏ឃើញអ្នកដែលដឹកអីវ៉ាន់ហ្នឹងបច្ចៈ40ម៉ែត្រដែលគាត់ដើរគឺស្ងាត់ជ្រងំមិនមានសំបីតែផ្ទះមួយគឺដូចមានតែអាគារផ្លូវគាត់អ្នកដឹកអីវ៉ាន់ហ្នឹងហ្មងគាត់ទៅដល់គាត់ទទួលអីវ៉ាន់ហើយគាត់បង់លុយហើយអ្នកដឹកអីវ៉ាន់សួរថាចេះបងឯងគេនៅអូតែលមួយណាគាត់ថានេះអូតែលមួយនេះគាត់ថាខ្ញុំជិះរត់ឃើញផងហ្នឹងខ្ញុំជិះទៅមកហើយចឹងបានវាស្របទៅជាមួយនឹង map របស់គាត់ណាទៅមកហ្នឹងឯងគាត់ថាអត់ឃើញផងហ្នឹងបងអត់ឃើញមិននេះតែ40ម៉ែត្រទៀតនេះកន្លែងនេះអញ្ចឹងនៅពេលដែលកំពុងចរចានេះគាត់ប្រាប់មិត្តភក្តិគាត់ចេះយកមកហូបទៅមុនហ្នឹងខៃលោ2នាក់ទៀតចាំខៃលោ2នាក់ទៀតឃ្លានចឹងឲ្យយកទៅមុនទៅឲ្យញ៉ាំមុនទៅចំណែករបស់គាត់ចាំទុកឲ្យគាត់ផងចឹងទៅចឹងមិត្តភក្តិគាត់ដើរចេញទៅគាត់នៅសន្ទនាមួយអ្នកដឹកហ្នឹងគាត់ថាអត់ទេបង40ម៉ែត្រណាខ្ញុំជិះទៅវិញទៅមកហ្នឹងអ្វីដែលគាត់ឃើញគឺមានតែដីវាលហ្នឹងអត់មានអូតែលផងហ្នឹងគាត់ឮចឹងគាត់ថាឥឡូវណាគិតលុយហើយគាត់ក៏មើលអ្នកដឹកម្ហូបហ្នឹងជិះចេញទៅបាត់ទៅគាត់ក៏ដើរមកម្នាក់ឯងនៅពេលដែលគាត់ដើរអូយភឺខ្លាំងណាស់នៅពេលដែលគាត់ដើរម្នាក់ឯងចូលដល់បរិវេណសន្តាគារគាត់ប្រាប់ថាចេះមុនហ្នឹងនៅពេលដែលគាត់ចុះមកពីអ្នកមិត្តភក្តិរបស់គាត់មានអារម្មណ៍ថាតិចប៉ុន្តែដងនេះមិនមែនតិចធម្មតាណាគាត់ថាដូចនៅក្នុងទូទឹកកកហ្មងកកចង់កកមែនទែនគាត់អត់គិតច្រើនទេគាត់ចុចចរាយន្តចុចជាន់ទី5ចរាយន្តហើយគាត់ក៏អោនចុចទូរស័ព្ទធម្មតាណាបានបន្តិចឬតឹងដល់ជាន់នេះត្រូវឯងបងប្អូនបើកមកគាត់មិនមែននៅជាន់ទី5ទេគឺគាត់នៅជាន់ទី11សន្តាគារហ្នឹងមានតែ10ជាន់ថា11ចុះថា11ជាន់ចុះគាត់នៅជាន់ទី11បើកទ្វារមកក្រាល្ងឹតសូនឈឹងមានតែពន្លឺដែលជះមកតាមប្អួយមកឯងគាត់ចុចបិទទ្វារហើយគាត់ចុចជាន់ទី5ម្ដងទៀតបានបន្តិចចរាយន្តបើកទ្វារទៀតហើយតឹងអ្វីដែលគាត់ឃើញគឺគាត់ស្ថិតនៅជាន់ទី10សភាពគឺងងឹតសូនឈឹងដូចគ្នាសំណួរសួរថាតើអាចចុចច្រឡំទេបងប្អូនតើកតានឹងអាចចុចច្រឡំបានទេជាន់ទី5លេខ5ប្រកាសជានៅណាហើយលេខ11ឬក៏លេខ10ប្រកាសជានៅណាហើយព្រោះនៅទី6 7 8 9 10ទៀតត្រូវទេប៉ុន្តែហេតុអីមិនគាត់ចុចជាន់ទី5វាលោតទៅជាន់ទី11ចុចជាន់ទី5ម្ដងទៀតលោតទៅជាន់ទី10គាត់ខឹងមែនតើគាត់ទាត់ចរាយន្តមួយជើងហើយគាត់ដើរចេញពីចរាយន្តគាត់គិតថាគាត់នឹងដើរចរាជើងមិនដឹងស្អីទេចុចទៅវាចែកខៃលោចរាយន្ត error អញ្ចឹងទៅគាត់ដើរទៅសភាពគឺស្ងប់ស្ងាត់ងងឹតសូនឈឹងមានតែពន្លឺជះមកតាមប្អួយទេគាត់ឮសំឡេងខ្លួនឯងដកដង្ហើមវាស្ងាត់ដល់ថ្នាក់ហ្នឹងបងប្អូនឮសំឡេងខ្លួនឯងដកដង្ហើមបានបន្តិចហ្នឹងសំឡេងមួយទៀតបានឮឡើងសំឡេងមួយទៀតគឺសំឡេងមនុស្សដើរមករកគាត់សំឡេងជើងមនុស្សដើរមករកគាត់អូប្រកបដោយកណ្ដឹងជើងកណ្ដឹងដៃនៅពេលដែលគាត់ងាកមើលគឺជាមនុស្សស្រីរបាំម្នាក់កំពុងតែដើររកគាត់អូយភឺខ្លាំងណាស់នៅពេលដែលគាត់ឃើញភ្លាមអត់មានគិតច្រើនទេរត់ចុះទៅតាមចរាគាត់ថាគាត់ចុះលឿនមែនតើចុះមិនតិចជាង20នាទីទេ
អត់ដល់សោះអត់ដល់ជាន់នឹងសោះគាត់ក៏លេខមើលម្ដងទៀតជាន់ទី8ជាន់ទី9ហ្នឹងហើយគាត់ចុះមកពីក្រោមចុះមកពីលើតាមចរៅហ្នឹងអស់ចង់20នាទីមិននៅត្រឹមជាន់ទី8អញ្ចឹងនៅពេលដែលគាត់ក៏លេខឡើងលើចរៅវិញអ្វីដែលគាត់ឃើញគឺម្នាក់ស្រីរបាំនឹងកំពុងតែឈរនៅខាងលើកន្លែងចរៅហ្នឹងមើលមកគាត់ជានារីស្លៀកពាក់ខោអាវរបាំបុរាណដែលចាស់ដែលរហែកខ្លួនដូចឆេះរបកខ្មៅដុំឆេះមានដង្កូវចេញមកពីសាច់របស់គាត់ទៀតរង្វះមាត់ដល់គុំតិចហើយសើចដាក់គាត់មាត់ដល់គុំតិចហើយសើចដាក់គាត់ឃើញទាំងគ្រាប់ភ្នែករបស់ម្នាក់ស្រីនឹងទៀតម្នាក់ស្រីនឹងគឺអត់មានប្រស័យភ្នែកទេបានឲ្យភ្នែកទាំងអស់គឺសទាំងអស់កំពុងតែស្រឡឹងមកគាត់ញឹមរង្វះមាត់ដល់តិចខ្លួនឆេះមានតកៅចេញមកទៀតអត់មានគិតច្រើនទេគាត់រត់ចុះមកទៀតគាត់រត់ចុះបន្តរត់ចុះហ្នឹងគាត់មានអារម្មណ៍ថាមានគេហែហោមគាត់នៅឈរសម្លឹងមើលគ្រាប់ភ្នែករាប់រយកំពុងតែមិនតិចណាដែលមើលមកគាត់អត់ខ្វល់ច្រើនទេហើយសំលេងមួយដែលជួយខ្ញុំផងហ្នឹងគឺនៅតែលឺនៅជាប់ជាគាត់ស្របពេលដែលគាត់រត់ចុះហ្នឹងនៅពេលដែលគាត់រត់ចុះយូរមែនតើស្រាប់តែគាត់ឃើញមហូបដែលគាត់បានកំងហ្នឹងអារបៀបមកកាច់ចដើគាត់ឃើញមហូបដែលគាត់ជ្រុះហ្នឹងដែលគាត់កំងហ្នឹងបានជ្រុះនៅលើដីឡើងល្បាយភ្ជាប់ជាមួយនឹងទៀតគាត់ឃើញសម្មោលមនុស្សដែលស្លៀកកៅអៅលហែកចាស់3 4នាក់កំពុងតែកាយញាត់មហូបហ្នឹងគាត់ក៏លេចមើលទៅគឺមិត្តភ័ក្តិដែលកាន់មហូបមួយហ្នឹងដួលស្លាប់នៅចិត្តហ្នឹងគាត់សួរខ្ញុំថាចេះបងឥឡូវហ្នឹងខ្ញុំមានជំរើសពីរទី1រត់ចោលពួកម៉ាក់ចាំស្អែកចាំគិតទៀតទី2គ្រាពួកម៉ាក់រត់បងឯងរើសខ្ញុំមួយណាសម្រាប់ខ្ញុំផ្ទាល់ជាពេលវេលាដែលវាពិបាកមែនតើមានតែស្លាប់ទាំងពីរនាក់តែម្ដងអញ្ចឹងនៅពេលដែលហ្នឹងគាត់បានសម្រេចចិត្តថាគ្រាមិត្តភ័ក្តិរបស់គាត់រត់នៅពេលដែលគាត់រត់ទៅដល់មិត្តភ័ក្តិរបស់គាត់នេះគាត់ព្យាយាមដើរគេចមនុស្សទាំង4នាក់នេះមនុស្សទាំង4នាក់ហ្នឹងស្រាប់តែបែរក្បាលមកមើលគាត់បែរក្បាលម្ដងទាំង4នាក់វាស្របពេលជាមួយគ្នាពេកចឹងណាបែរក្បាលមកមើលគាត់ទាំង4នាក់ដែរម្ដងហើយគាត់អោនលើកមិត្តភ័ក្តិគាត់មួយរត់មកសតុះទៀតទៅបណ្ដល់ជន់បន្ទប់របស់គាត់បើកទ្វារក្រាក់មិត្តភ័ក្តិរបស់គាត់2នាក់ដែលកំពុងតែអង្គុយចាំគាត់ហ្នឹងណាគឺស្ថិតនៅក្នុងស្ថានភាពញ័រកលុំភួយចិត្តញ័រខ្លាំងមែនទែនអញ្ចឹងនៅពេលពួកគាត់ឮសំឡេងបើកទ្វារងាកមកមើលទើបដឹងថាមិត្តភ័ក្តិនៅពេលហ្នឹងណាពួកគាត់លែងគិតច្រើនអីទាំងអស់ហើយវិចប្រវិចរត់ទាំងយប់ទាំង10 11យប់ហ្នឹងគឺចេញមកបំពេញទាំងយប់តែម្ដងគ្មានបានគេនៅយប់ទី3ទេឡើងដល់ឡានគាត់ប្រឆេះមិនឆេះទាល់តែសោះប្រឆេះយ៉ាងម៉េចក៏មិនឆេះដែររហូតដល់បងផុសគាត់បានបួងសួងដល់អ្នកថែសាបើមានទេវតាអីចឹងសុំថែសាការពារខ្ញុំផងបួងសួងហើយប្រឆេះម្ដងទៀតឆេះហើយគាត់ក៏ធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញវិញនៅពេលដែលគាត់បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញវិញពួកគាត់មិនមានការនិយាយស្ដីអ្វីទាំងអស់មកដល់ទីក្រុងភ្នំពេញប្រហែលជាម៉ោង2យប់ស្អែកព្រឹកឡើងពួកគាត់ណាត់គ្នាទៅស្រោចទឹកលើករាសីចង់បោះដៃបោះជើងអីចឹងទៅក្រោយពិធីហើយមើលទៅមានព្រលឹងផ្លះរៀងខ្លួនម្នាក់ចាប់ផ្ដើមពិភាក្សាគ្នាថាយប់មិញបានឃើញអ្វីនេះជាហេតុការណ៍ដែលមិត្តភ័ក្តិគាត់បានឃើញបងប្រុសដែលបានទទួលមហូបហើយយកមកមុនឲ្យមិត្តភ័ក្តិគាត់ហ្នឹងណាគាត់ថានៅពេលគាត់ដើរចូលចរាយន្តគាត់ចុចទី5ចរាយន្តបើកងាកជាន់ទី4នៅពេលដែលគាត់ឃើញជាន់ទី4គាត់អត់មានចុចចរាយន្តម្ដងទៀតទេគាត់គិតថាតែមួយជាន់ហ្នឹងចឹងឡើងទៅគាត់ឡើងដល់មួយជាន់ទៀតអ្វីដែលគាត់ឃើញគឺជាន់ទី6ហើយអ្វីដែលគាត់ឃើញគឺលេខ6ទាំងជួរតែម្ដងអត់មានលេខបន្ទប់ទៀតគឺ6ទាំងជួរទាំងម្ដងណាគាត់ឃើញអញ្ចឹងគាត់ខំស្ទុះរត់ចុះមកក្រោមវិញឲ្យលឿនដល់ពេលរត់ចុះមកក្រោមវិញអ្វីដែលគាត់មកដល់គឺជាន់ទី4គាត់ស្ទុះរត់ឡើងលើម្ដងទៀតជាន់ទី6គាត់ឃើញអញ្ចឹងអត់ស្រួលរត់មកដល់ម្ដងទៀតនៅកន្លែងចរាហ្នឹងហើយដែលគាត់បានជួបនៅពេលដែលគាត់ស្លន់នៅជាន់ទី4ហ្នឹងណាគាត់នៅចរាជាន់ទី4គាត់ស្លន់ខ្លាំងពេកចឹងណាមានដៃមួយបានលូកមកចាប់ស្មាគាត់
នៅពេលដែលគាត់បែរមុខមកឃើញគឺជាមនុស្សប្រុសម្នាក់ស្លៀកកៅអៅខ្មៅពីលើដល់ក្រោមលហែកមុខឡើងរលួយសក់សពីងសពងមកចាប់ស្មារបស់គាត់គ្រាន់តែគាត់ឃើញប៉ុណ្ណឹងគាត់ស្លាប់ដាច់ស្មារតីអស់លីងតែម្ដងចាប់តែប៉ុណ្ណឹងសំណួរសួរថាជាន់ទី5បាត់ទៅណាចឡើងមកជាន់ណាឡើងជាន់ទី6ចុះមកវិញជាន់ទី4ហើយជាន់ទី5បាត់ទៅណាយើងបកទៅមនុស្ស2នាក់ដែលនៅក្នុងបន្ទប់ចាំ2នាក់មិត្តភក្តិគាត់បានប្រាប់ថាអញ្ចេះនៅពេលដែល2នាក់បានចោះទៅយកម្ហូបហ្នឹងប្រហែលជា3នាទីទៅ5នាទីស្រាប់តែគាត់ឮសំឡេងគោះទ្វារនៅពេលដែលឮសំឡេងគោះទ្វារគាត់គិតក្នុងចិត្តថាអញ្ចេះអើយក៏លឿនមកម៉ែទៅយកម្ហូបក៏លឿនមកម៉ែហោះមែនអញ្ចឹងគាត់ក៏បើកទ្វារមើលនៅពេលដែលបើកទ្វារមើលអត់មានមនុស្សទាំងអស់សូម្បីតែម្នាក់ក៏អត់មានដែរអ្វីដែលគាត់បើកទ្វារមើលឲ្យទទួលបានគឺខ្យល់ត្រជាក់មួយបុកគាត់មកទៅហឹងហ្មងបុកគាត់មកវឹបអញ្ចឹងទៅគាត់ឃើញអញ្ចឹងគាត់អត់គិតច្រើនគាត់បិទទ្វារវិញនៅពេលដែលគាត់បិទទ្វារឡើងមកលើដើម្បីលេងហ្គេមតនេះចុចទូរស័ព្ទលេងនេះគាត់ឮសំឡេងកៅអីអូកៅអីឈើអូងោអញ្ចឹងទៅគាត់ស្រឡឹងមើលកៅអីអត់មានអូផងកៅអីឈើហ្នឹងគឺនៅទីតាំងដដែលនៅពេលដែលគាត់បន្តចុចទៅទៀតនេះស្រាប់តែកៅអីឈើហ្នឹងបានដួលរលំខ្យល់អីបក់កៅអីឈើឲ្យដួលបងប្អូនខ្យល់អីតតែមនុស្សលើកឬក៏មនុស្សបោកបើសិនជាយើងទៅឲ្យខ្យល់បក់កៅអីឈើបងប្អូនកៅអីឈើកៅអីក្បាច់ណាហើយធ្វើម៉េចទៅដួលគាត់ឃើញដួលអញ្ចឹងម្នាក់សម្លឹងឃើញកៅអីគឺដួលសំលេងកៅអីដួលក្លេកទៅគឺឃើញកៅអីដួលមែនប៉ុន្តែនេះគឺជាអ្វីដែលបន្ថែមនៅពេលដែលគាត់ក្លេកមើលកៅអីនៅបន្ទប់ទឹកមួយហ្នឹងមានមនុស្សស្រីម្នាក់សក់វែងមែនតើអូយស្លៀករ៉ូបក្រហមពីលើដល់ចុងជើងស្ញាញ់ដាក់គាត់ឃើញបែបហ្នឹងហើយគាត់ក៏លំភួយបិទចិត្តតែម្ដងគាត់ក៏លំភួយបិទចិត្តណាហើយមានសំឡេងមនុស្សច្រើនមែនតើដែលលាន់ចេញពីក្រៅសើចផងស្រែកឲ្យជួយផងងុំវល់វិញហ្នឹងដូចសរោនសោនអញ្ចឹងណាជួយខ្ញុំផងហាជួយខ្ញុំផងហាអញ្ចឹងទៅបានតែបន្តិចហ្នឹងស្រាប់តែមិត្តភ័ក្តិរបស់គាត់ដែលជាម្ចាស់សាច់រឿងហ្នឹងបើកទ្វារគាត់ក៏លំបើកភួយមកឃើញមិត្តភ័ក្តិរបស់គាត់អញ្ចឹងរយៈពេលដែលបានកើតហេតុចំពោះបងប្រុសទាំង2នាក់ដែលអង្គុយចាំគាត់នេះមានរយៈពេលថាវាយអស់ក្បាច់15នាទីវាយអស់ក្បាច់15នាទីដែលបានកើតហេតុទាំងអស់ហ្នឹងប៉ុន្តែសម្រាប់បងប្រុសវិញបងប្រុសថាគាត់ចោះចដើមមិនតិចជាង20នាទីណាមិនតិចជាង20នាទីចុះឡើងចដើមហ្នឹងណាមិនតិចជាង20នាទីរាប់តាំងពីដើមមកពីផ្លូវ40ម៉ែត្រមួយចាហ៊ានមកវិនាទីទៅយ៉ាងហោចណាស់ក៏40វិនាទីដែរចូលទៅដល់ហើយរត់ឡើងចដើមជាន់ទី11ជាន់ទី10មិនតិចទេណាបងប្អូនអញ្ចឹងរយៈពេលទាំងអស់វាអត់ប្រស៊ីគ្នាណានេះហើយគឺជាហេតុការណ៍នៅក្នុងសាច់រឿងទី3ខ្ញុំអត់ដឹងថាតើការបកស្រាយរបស់ខ្ញុំវាល្អប៉ុណ្ណាបងប្អូនអាចសម័យឃើញឬក៏អត់ទេតែសង្ឃឹមថាសាច់រឿងមួយនេះវាឆ្ងាញ់ណាសម្រាប់ខ្ញុំអានហើយគឺឆ្ងាញ់យកទៅមែនតើហ្មងមិនដឹងនិយាយថាម៉េច